ថ្ងៃនេះមកប្រាប់បងពីរបៀបក្នុងការភ្ជាប់ GPS ត្បូងត្រូវទៅ download កម្មវិធីមួយឈ្មោះថា FindTech ហ្នឹងបងអាចចូល Play Store ហើយ download វាមកហើយបន្ទាប់ពីបងបាន download ហើយបងចូលកម្មវិធីមកបន្តមកទៀតបងយកពី Agree ពីនៅក្នុងវងហ្នឹងហើយពេលដែលបងចូលដល់កម្មវិធីវានឹងទាមទារឲ្យខាងបងបង្កើតជា account មួយតែប្រើប្រាស់លេខទូរស័ព្ទបងហ្នឹងប៉ុន្តែបើសិនជាបងអត់មាន account ទេបងចូលបង្កើតថ្មីមកបងយកពាក្យថា register ហ្នឹងមកក្នុងការបង្កើត account ថ្មីហើយបន្តមកទៀតបងវាលេខទូរស័ព្ទចូលទៅបងវាលេខទូរស័ព្ទណាក៏បានដែរវាទូរស័ព្ទហើយបងបញ្ចូល password បងត្រូវតែបញ្ចូល2ដងមានខាងក្រោមមួយខាងលើមួយ password ត្រូវដូចគ្នាបងហើយពេលដែលបញ្ចូល password ហើយបងយកពាក្យ register ហ្នឹងមកនៅពេលដែលបង្កើតជោគជ័យវានឹងចេញពាក្យបៃតងបែបនេះហ្នឹងបងបន្តមកទៀតបងបញ្ចូលលេខទូរស័ព្ទហើយនឹង password មុនដែលបងបានបង្កើតហ្នឹងបញ្ចូលក្នុងហ្នឹងមកពេលដែលបញ្ចូលរួចរាល់ហើយបងយកពាក្យ login បន្ទាប់ពីបងបាន login ហើយវានឹងចូលកម្មវិធីបើសិនវាចេញបែបនេះបងយកពាក្យខាងលើគេបងចូលនឹងមកបន្ទាប់មកទៀតវាចេញពាក្យថាបែបនេះហើយបងយកពាក្យខាងលើគេដែរសំបកក្រោយតិចសម្រាប់ទូរស័ព្ទបងដែលដល់កន្លែងមុនហ្នឹងវាអត់ចេញសញ្ញាបែបនេះទេបងអាចចូលទៅក្នុង setting មកដើម្បីទៅបើកកម្មវិធីហ្នឹងដោយសារទូរស័ព្ទខ្លះវាអត់ចេញឲ្យចឹងទេចឹងត្រូវទាមទារខាងបងទៅបើកហ្មងតែបើសិនជាវាចេញហើយគឺបងមិនបើកទេក្នុងការបើកគឺបងចូលទៅកាន់ setting មកតាមមកទៀតបង research ថាវាថា FindTech កម្មវិធី FindTech ដែលយើង download មុនហ្នឹងបងឃើញហើយបងចូលនៅក្នុងកម្មវិធីហ្នឹងមកតាមមកទៀតបងយកពាក្យថា permission ហ្នឹងចូលទៅហើយបន្តមកបងយកពាក្យថា location ពេលដែលបងចូលទៅឃើញពីបែបនេះបងយកខាងលើគេហ្នឹងតែករណីនេះគឺសម្រាប់តែបងដែលចំណុចមុនដំបូងហ្នឹងចូលអត់បានអញ្ចឹងបងអាចប្រើវិធីហ្នឹងបានតែបើសិនជាបងអាចចូលបានហើយគឺមិនបាច់ទេតាមមកទៀតបងចូលកម្មវិធី FindTech ធម្មតាមកហើយបងត្រូវបើក Bluetooth សិនក្នុងការភ្ជាប់ដំបូងបងអញ្ចឹងបើក Bluetooth វាសិនមកហើយដល់វានេះគឺវាក្នុងការភ្ជាប់ GPS ហ្មងបងគ្រាន់តែចុចទៅលើ GPS ហ្នឹងហើយលើសូ4ទិសទៅហើយបងយក GPS ហ្នឹងចុចលើវាលើសូ4ដងឬសូទី4ដងគឺក្នុងវីដេអូអញ្ចឹងបងចុចសកត់លើវាបងសកត់លើវាទៅលើសូហើយបន្តមកបងចូលភ្ជាប់ក្នុងកម្មវិធី FindTech ហ្នឹងបងចុចរូប Bluetooth ហ្នឹងពេលដែលបងចុចចូលទៅវានឹងចេញ GPS ដែលមានប្រមាណនៅគេនឹងឲ្យបងមើលដោយសារតែ GPS មានច្រើនជាងវិញខ្ញុំចឹងហើយវាចុចឃើញច្រើនតិចហើយតែបងចុចហើយបងចុចទៅលើ GPS ដែលបងបានភ្ជាប់កំពុងតែភ្ជាប់ហ្នឹងបងចុចលើវាទៅហើយពេលដែលវាភ្ជាប់ជោគជ័យវានឹងចេញពាក្យបែបនេះហើយនឹងពាក្យបែបនេះពាក្យបៃតងហ្នឹងណាបន្តទៀតបងបានភ្ជាប់ជោគជ័យហើយបងគ្រាន់តែរើសរូបភាពនិងដាក់ឈ្មោះមកជាការស្រេចមកឥឡូវហ្នឹងខ្ញុំយករូបម៉ូតូហើយនឹងសរសេរពាក្យថា motorbike ចុច confirm ជាការស្រេចហើយបងហើយពេលដែលវាចប់ជោគជ័យហើយបងចង់មើល GPS នឹងណាបងគាត់ចុចរូបខាងលើនេះបងចុចលើនឹងទៅវានឹងបង្ហាញ GPS ក្នុងនោះមានប្រមាណតាមថានេះលើមានតែមួយបងអញ្ចឹងហើយខ្ញុំចុចលើនឹងទៅវានឹងរត់ទៅកាន់ GPS ហ្នឹងបងកន្លែងទីតាំងណាអញ្ចឹងណាហើយការភ្ជាប់គឺបានជោគជ័យហើយខ្ញុំចង់បង្ហាញបងទៅតងជាមួយនឹងរូបមួយដូចប្រតិទិននេះបងរូបហ្នឹងគឺក្នុងការមើលថាប្រហែលនាទីមុនយ៉ាងណាអញ្ចឹងណាបងក៏ចុចចូលទៅបន្តមកទៀតវានឹងបង្ហាញទៅតងជាមួយនឹងចឹងទៅណាខ្លះចឹងបងម៉ោងមុនមួយដេកមុនឬក៏4ម៉ោងមុនអីចឹងបងហើយបងរើសតាមហ្នឹងទៅវានឹងបង្ហាញទីតាំងឲ្យហើយឥឡូវនេះបងបង្ហាញទៅតងជាមួយនឹងការបៀបក្នុងការផ្ដាច់ GPS វិញបងចុចតាមហ្នឹងមកតាមមកទៀតវារត់ទៅកាន់ GPS ហើយបងឃើញរូបសញ្ញាមួយដូចគៀនរូបថ្ម 100% ហ្នឹងណាបងគាត់តែចុចទៅបង confirm ទៅវានឹងផ្ដាច់ឲ្យតែម្ដងហើយមួយទៀតបងតេតងជាមួយនឹងការចូលមើលទីតាំងនៅក្នុង Google Map
បងគាត់នៅប៉ះទៅលើ GPS បងនោះទៅវានឹងចេញអក្សរមកហើយតាមទៀតបងជួយទៅលើអក្សរហ្នឹងទៅវានឹងនាំបងចូលទៅកាន់ Google Map ទូរស័ព្ទបង